នៅក្នុងឆ្នាំ1998អង្គការសុខភាពពិភពលោកបានផលិតភាពយន្តមួយដោយផ្អែកទៅលើឧទ្ទិសនាមរបស់គ្រូពេទ្យឯកទេសសម្ភពម្នាក់គឺលោកសាស្ត្រាចារ្យ Mahmoud Fatala គោលបំណងនៃភាពយន្តនេះគឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីស្ត្រីនិងទារករាប់លានអ្នកដែលស្លាប់ជារៀងរាល់ឆ្នាំដោយសារតែមានកនិងការសម្រាលកូនភាពយន្តនេះរៀបរាប់អំពីរឿងនិទានអំពីម្ដាយម្នាក់ដែលមានបញ្ហាបែបនេះគឺអ្នកស្រី X រឿងនិទាននេះមានចំណងជើងថាហេតុអ្វីបានជាអ្នកស្រី X ស្លាប់នេះគឺជារឿងនិទានរបស់ម្ដាយម្នាក់ឈ្មោះថាអ្នកស្រី X អ្នកស្រី X អាចមានដើមកំណើតចេញពីកន្លែងណាក៏បានប៉ុន្តែអ្នកស្រីទំនងចេញពីគ្រួសារដែលមានប្រាក់ចំណូលទាបមួយនៅក្នុងប្រទេសក្រីក្រមួយអ្នកស្រី X តំណាងឲ្យម្ដាយក្នុងសកលលោកម្នាក់អ្នកស្រី X បានស្លាប់នៅក្នុងមន្ទីរពេទ្យតូចមួយដោយមានផ្ទៃពោះ8ខែគ្រូពេទ្យមិនមានមន្ទិលសង្ស័យអំពីការស្លាប់របស់នាងទេពលគឺស្លាប់ដោយសារការធ្លាក់ឈាមសុកបានធ្លាក់មកពាំងមាត់ស្បូនរបស់នាងហើយមិនត្រូវមានអ្នកណាដឹងឡើយគ្រូពេទ្យបានកត់ត្រាការស្លាប់របស់នាងបានបិទសំណុំឯកសាររបស់នាងហើយបានបន្ថែមកំណត់ត្រានេះនៅក្នុងករណីផ្សេងទៀតជាច្រើនដែលមានលក្ខណៈស្រដៀងគ្នានេះដែរព្រមទាំងចាក់សោទុកនៅក្នុងទូក្រោយមកទៀតសំណុំឯកសារទាំងនេះបានរីកកាន់តែធំឡើងប៉ុន្មានឆ្នាំក្រោយមកមានការព្រួយបារម្ភអំពីម្ដាយដែលបានស្លាប់ក្នុងមន្ទីរពេទ្យរបស់ពួកគេបុគ្គលិកនៅទីនោះបានពិនិត្យឡើងវិញលើករណីទាំងនោះដើម្បីដកពិសោធន៍និងកែលម្អពួកគេបានពិនិត្យមើលសំណុំឯកសារម្ដងមួយឯកសារមួយក្នុងចំណោមឯកសារទាំងអស់នេះគឺជារបស់អ្នកស្រី X នៅពេលពួកគេអានឯកសារនេះពួកគេបានរកឃើញចំណុចពីរសំខាន់ទី1អ្នកស្រី X បានមកដល់មន្ទីរពេទ្យដោយធ្លាក់ឈាមយ៉ាងធ្ងន់ធ្ងរប៉ុន្តែនាងបានទទួលឈាមតែកន្លះលីត្រប៉ុណ្ណោះហើយនេះជាអ្វីដែលមន្ទីរពេទ្យមានហើយវាមិនគ្រប់គ្រាន់ឡើយទី2អ្នកស្រី X និងកូនរបស់នាងត្រូវបានការសម្រាលដោយវះកាត់ប៉ុន្តែធនធានមានកម្រិតហើយការវះកាត់ត្រូវការពេលដល់ទៅ3ម៉ោងជឿនពេលទៅហើយអ្នកស្រី X ទាំងកូននិងមិនទាន់កើតរបស់គាត់ក៏បានស្លាប់ទៅបន្ទាប់មកក្រុមគ្រូពេទ្យក៏បានចុះទៅភូមិរបស់អ្នកស្រី X ហើយបាននិយាយជាមួយគ្រួសាររបស់នាងអ្នកជិតខាងនិងមេដឹកនាំសហគមន៍ពួកគេបានរកឃើញថាមានមូលហេតុផ្សេងទៀតចំពោះការស្លាប់របស់នាងអ្នកស្រី X ធ្លាប់មានប្រវត្តិធ្លាក់ឈាមកន្លងមកក្នុងពេលមានកប៉ុន្តែមិនបានដឹងថានេះគឺជាសញ្ញាគ្រោះថ្នាក់ដែលត្រូវការយកចិត្តទុកដាក់នាងក៏បានទទួលការពិនិត្យផ្ទៃពោះតែម្ដងគត់ផងដែរបើសិនជានាងពិនិត្យផ្ទៃពោះទៀងទាត់បញ្ហារបស់នាងត្រូវបានរកឃើញហើយនាងក៏ត្រូវបញ្ជូនទៅរកពេទ្យឯកទេសហើយនាងនិងកូនរបស់នាងត្រូវនៅមានជីវិតមួយឆ្នាំកន្លងមកគណៈកម្មាធិការស្រាវជ្រាវមរណភាពមាតាថ្នាក់ជាតិបានធ្វើដំណើរទៅកាន់មន្ទីរពេទ្យនេះជាផ្នែកមួយនៃការស្រាវជ្រាវមរណភាពមាតាពួកគេចង់ដឹងតើមានអ្វីនៅពីក្រោយស្ថិតិនេះដែលហួសពីតួលេខហើយបានរកឃើញមូលហេតុផ្សេងទៀតដែលពាក់ព័ន្ធទៅនឹងសង្គមសេដ្ឋកិច្ចនៅពីក្រោយការស្លាប់របស់ស្ត្រីដូចជាអ្នកស្រី X និងកូនរបស់ពួកគេតើមានអ្វីកើតឡើងខ្លះដោយសារបញ្ហានេះទៅគោលបំណងសំខាន់នៃការងាររបស់ពួកគេគឺដើម្បីផ្ដល់អនុសាសន៍ដើម្បីឲ្យមានការផ្លាស់ប្ដូរទៅលើគោលនយោបាយយុទ្ធសាស្ត្រថ្នាក់ជាតិឬក៏ថ្នាក់តំបន់ដើម្បីកែលម្អសុខភាពស្ត្រីនិងសង្គ្រោះជីវិតរបស់ម្ដាយ X អាចនៅមានជីវិតដើម្បីចិញ្ចឹមកូនរបស់នាងបន្ទាប់ពីបានពន្យាពេលយ៉ាងយូរក្នុងការស្វែងរកមធ្យោបាយដឹកជញ្ជូនទីបំផុតអ្នកស្រី X ត្រូវបានគេបញ្ជូនមកដល់មន្ទីរពេទ្យប៉ុន្តែដោយសារតែខ្វះខាតធនធានអ្នកស្រី X និងកូនរបស់នាងត្រូវបានស្លាប់បាត់ទៅហើយនៅក្នុងដំណើរមានករបស់នាងអ្នកស្រី X ជួបប្រទះឧបសគ្គរារាំងនាងមិនឲ្យទទួលបានការថែទាំដែលនាងត្រូវការឧបសគ្គនីមួយៗអាចត្រូវបានដោះស្រាយក៏ប៉ុន្តែឧបសគ្គជាច្រើនឬឧបសគ្គទាំងអស់នេះនៅតែស្ថិតនៅតាមផ្លូវដែលស្ត្រីធ្វើដំណើរសពថ្ងៃនេះអ្នកស្រី X មិនមែនស្លាប់ដោយសារការធ្លាក់ឈាមតែមួយមុខនោះទេនាងក៏ស្លាប់ដោយសារអយុត្តិធម៌សង្គមផងដែរអ្នកស្រី X អាចជាស្ត្រីណាក៏បាននាងអាចជាបងឬប្អូនស្រីរបស់អ្នកប្រពន្ធរបស់អ្នកម្ដាយរបស់អ្នកកូនស្រីរបស់អ្នកវាអាស្រ័យលើអ្នកទាំងអស់គ្នាដោយមិនគិតថាយើងរស់នៅទីណាយើងជានរណាឬយើងកំពុងធ្វើអ្វីដើម្បីជួយលុបបំបាត់ឧបសគ្គរបស់អ្នកស្រី X ព្រមទាំងស្ត្រីរាប់ពាន់លានអ្នកដូចជានាងដែរក្នុងនាមជាបុគ្គលម្នាក់យើងអាចបញ្ចូលឲ្យមានការថែទាំសុខភាពកាន់តែប្រសើរសិទ្ធិស្មើគ្នាសម្រាប់ក្មេងស្រីស្ត្រីនិងបុរសក្នុងនាមជាសហគមន៍យើងអាចធានាថាស្ត្រីមានផ្ទៃពោះរបស់យើងអាចទទួលបានព័ត៌មាននិងការថែទាំយើងអាចរៀបចំការអប់រំការគាំទ្រនិងមធ្យោបាយដឹកជញ្ជូនថ្នាក់មូលដ្ឋានសម្រាប់ម្ដាយរបស់យើងក្នុងនាមជាបុគ្គលិកសុខាភិបាលយើងអាចផ្ដល់ការថែទាំប្រកបដោយគុណភាពនិងការគោរពហើយយើងអាចបន្តបើកឯកសារនិងរៀនសូត្រដកបទពិសោធន៍ពីម្ដាយនានាដូចជាអ្នកស្រី X ក្នុងនាមជាអ្នករៀបចំផែនការមូលដ្ឋានអាចផ្ដល់សេវាសុខភាពមាតានិងផែនការគ្រួសារមានគុណភាពខ្ពស់ដល់ស្ត្រីកាន់តែច្រើនថែមទៀតហើយក្នុងនាមជាអ្នកនយោបាយនិងអ្នកតាក់តែងគោលនយោបាយយើងអាចពង្រឹងសិទ្ធិមនុស្ស
យើងអាចកែលម្អការអប់រំសម្រាប់ក្មេងស្រីនិងស្ត្រីហើយយើងអាចផ្ដល់ធនធានសម្រាប់សេវាសុខភាពកាន់តែប្រសើរនិងកាន់តែមានប្រសិទ្ធភាពនៅក្នុងពិភពលោកនៅទីណាក៏ដោយត្រូវតែមានសេវាទាំងនេះនៅក្នុងពេលនេះតែម្ដង